រោគសញ្ញាចុកឬក៏ឈឺដើមទ្រូងតែងតែជួបប្រទះជាញឹកញាប់ដែលពេលខ្លះបងប្អូនយើងតែងតែមិនសូវជាមានការចាប់អារម្មណ៍ហើយពេលខ្លះភាគច្រើនគាត់តែងតែគិតថាវាជារឿងធម្មតាប៉ុន្តែវាអាចជាសញ្ញាប្រាប់ពីការស្ទះសរសៃឈាមរបស់បេះដូងសូមចាំថាការស្ទះសរសៃឈាមបេះដូងអាចបណ្ដាលឲ្យគាំងបេះដូងនិងធ្វើឲ្យយើងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិតត្រឹមមួយប៉ព្រិចភ្នែកដូច្នេះសញ្ញាដែលអស់លោកអ្នកគួរប្រុងប្រយ័ត្នមានដូចជាចុកនៅតំបន់ដើមទ្រូងផ្នែកខាងឆ្វេងពេលខ្លះឈឺចាក់មកស្មាខាងឆ្វេងឬក៏ទៅចង្កានិងអាចមានអាការៈដង្ហក់ហត់មកជាមួយផងដែរជាពិសេសបុគ្គលដែលមានបញ្ហាលើសម្ពាធឈាមអ្នកជំងឺទឹកនោមផ្អែមអ្នកដែលមានប្រវត្តិពិសាបារីនិងអ្នកដែលកំពុងពិសាបារីគួរមានការប្រុងប្រយ័ត្នខ្ពស់ដូច្នេះប្រសិនបើអស់លោកអ្នកមានសញ្ញាទាំងនេះសូមប្រញាប់រួសរាន់មកកាន់មន្ទីរពេទ្យជាបន្ទាន់ដើម្បីធ្វើការសង្គ្រោះក៏ដូចជាព្យាបាលឲ្យទាន់ពេលវេលាជៀសវាងមានផលវិបាកទៅថ្ងៃក្រោយដូច្នេះអស់លោកអ្នកមិនត្រូវមើលរំលងរោគសញ្ញាការចុកដើមទ្រូងត្រូវចាំថាវាជាសញ្ញានៃការស្ទះសរសៃឈាមបេះដូង